តាឥឡូវគ្រូនឹងស្រាយរបាំងទី2ឲ្យទាំងអស់គ្នាមើលមួយទៀតគឺនិយាយអំពីអង់ទីក្រាលបាទនៅក្នុងអង់ទីក្រាលនេះខ្ញុំភ្លេចដាក់ dx អញ្ចឹងខ្ញុំបន្ថែម dx តិចមកแล้วអង់ទីក្រាលកបាទអញ្ចឹងកាលណាយើងមកធ្វើអង់ទីក្រាលគឺយើងត្រូវដឹងថាកាលណានិយាយពីអង់ទីក្រាលគឺនឹកឃើញដល់ប្រមាណវិធីសិនកាលណាយើងមើលវាទី1យើងមើលថាតើអង់ទីក្រាលករបស់យើងហ្នឹងវាមានប្រមាណវិធីអីគេចឹងយើងមើលប្រមាណវិធីកន្លែងនេះប្រមាណវិធីដកចឹងកាលណាប្រមាណវិធីដកនៅពេលអង់ទីក្រាលមានន័យថាគេអាចផ្ដាច់បានឬក៏គេធ្វើអង់ទីក្រាលរៀងខ្លួនសម្រាប់គ្នាយើងអត់សូវប៉ាកែគ្នាយើងរៀងពិបាកកន្សំវែងគ្នាយើងផ្ដាច់អង់ទីក្រាលនឹងជា2ទៅហើយចាំអង់ទីក្រាលតែបើគេស្ទាត់ហើយគេនឹងធ្វើអង់ទីក្រាលនឹងយកតែម្ដងចឹងខ្ញុំសូមធ្វើតែម្ដងទី1គឺទាំងអស់គ្នាក៏បីយល់ថាតើនៅពេលដែលយើងអង់ទីក្រាលហ្នឹងតើយើងត្រូវប្រើរូបមន្តអីទី1យើងមើលអនុគមនេះគឺពហុធា x សេគុណ n ទី2គឺ សេគុណ x ចឹងយើងនឹកឃើញនៅរូបមន្តរបស់យើងចំនួន2ដែលត្រូវប្រើពេលហ្នឹងណាទាំងអស់គ្នាត្រូវប្រើរូបមន្តពេលហ្នឹងគឺមាន2ទី1គឺអង់ទីក្រាលx ស្វែគុណ n dx អន្តរការ x សេគុណ n dx គឺស្មើទៅនឹង x ស្វែគុណ n បូក1ចែកជាមួយនឹង n បូក1បូក c អាហ្នឹង1ហើយទី2គឺយើងប្រើរូបមន្តអន្តរការ សេគុណ x dx សេគុណ x dx គឺស្មើទៅនឹង សេគុណ x បូក c អញ្ចឹងកាលណាយើងមកធ្វើអន្តរការហ្នឹងទាមទារឲ្យទាំងអស់គ្នាត្រូវចេះណាត្រូវចេះរូបមន្តចំនួន2ហ្នឹងដែរយ៉ាងហោចណាស់ត្រូវចេះរូបមន្តចំនួន2ហ្នឹងដែរដើម្បីមកធ្វើលំហាត់ហ្នឹងបានតាឥឡូវរូបមន្តគ្រូបានឲ្យយើងទៅស្រាយទាំងអស់គ្នាបាទអញ្ចឹង3យើងទុកនៅដែរមេគុណយើងអត់ធ្វើអីទេយើងអនុការ x ក្រេ x ក្រេយើងប្រើ x សេគុណ n ដែល n របស់យើងពេលនឹងស្មើ2កាលណា n បូក1មានន័យថាទៅជា x គីបលើ3ចំណែកហ្នឹងក៏ដូចគ្នាដែរ2ជាមេគុណយើងអត់ធ្វើអីទេតែ x យើងមានរូបមន្តមួយគឺ សេគុណ x អនុការនៅតែ x អញ្ចឹងយើងបាន2 x ដដែលបាទហើយកំណត់ពីណាទៅកំណត់ពី0ទៅ1អញ្ចឹងដើម្បីធ្វើអានឹងបានគឺយើងជំនួសយក1ជួសកាលណាយើងយក1ជួសមុនអញ្ចឹងជួសអធិស្ឋានហើយយើងពិនិត្យមើលថាយើងមានអីសម្រួលបានយើងស៊ីសងបានអញ្ចឹងយើងស៊ីសងវាសិនដូចជាក់ស្ដែងកន្លែង3និង3នេះយើងសម្រួលបានកាលណាយើងសម្រួលវាបានអញ្ចឹងយើងនៅសល់អីសល់ x គីបដក 2x ហើយកំណត់ពីណាទៅបាទកំណត់ពី0មក1អញ្ចឹងមកឥឡូវយើងទាំងអស់គ្នាចាប់ដើមយក1ជួសមកកាលណាយក1ជួសបានទៅជា1គីបដកជាមួយ2គុណជាមួយសេគុណ1ហើយដកយក0ជួសម្ដងកាលណាយក0ជួសបានទៅជា0គីបដក2គុណនឹងសេគុណ0ហើយយើងគិតលេខមកអញ្ចឹង1 skip នៅតែ1សេគុណ1មិនមែន0ណាខ្ញុំឃើញគ្នាយើងពាក្យច្រើនសេគុណ1ដាក់ថា0នឹងអត់ទេសេគុណ1គឺអញ្ចឹងមានន័យថាសល់2អានេះ0ហើយតែសេគុណ0បាន1អញ្ចឹងកន្លែងហ្នឹងមានន័យថាបានដកនៃ0ដក2គុណនឹង1ចេះហើយយើងមកគិតលេខកន្លែងខាងក្រោយនេះបើយើងទូទាត់ហើយមានន័យថាសល់ដក2ណាអាក្រោយនេះអាក្រោយហ្នឹងមានន័យថាសល់ដក2នេះព្រោះដោយសារនេះ0បាត់ហើយអញ្ចឹងមានន័យថាដល់ពេលយើងគុណសញ្ញាចូលវាបានទៅជាបូក2អញ្ចឹងបានទៅជា1ដក2បូក2ព្រោះដោយសារកតុយក្រោយនេះសល់ដក2គុណសញ្ញាដកបានបូកហើយយើងយក1បូក2ខាងក្រោយចេញបាន3អញ្ចឹង3ដក2 2បាទអញ្ចឹងអា3ដក2នេះអាហ្នឹងគឺជាចម្លើយបាទគឺជាចម្លើយរបស់អន្តរការទី1របស់យើងហ្នឹងអញ្ចឹងអន្តរការទី1របស់យើងហ្នឹងគឺស្មើប៉ុណ្ណឹងយើងមកធ្វើអន្តរការទី2របស់យើងអញ្ចឹងអន្តរការទី2របស់យើងគឺអន្តរការពី0ទៅ1នៃ 3x បូក1កតាជាមួយនឹង x ដក1 dx កន្លងមកនៅពេលដែលខ្ញុំសង្កេតឃើញគ្នាយើងភាគច្រើនទៅនាំគ្នាអន្តរការទាំងប្រមាណទីគុណនៃកតាអញ្ចឹងអន្តរការអត់បានទេកាលណាបានទីគុណយើងអន្តរការទាំងកន្សំផងគុណគឺខុសអញ្ចឹងកន្លែងហ្នឹងទាំងអស់គ្នាត្រូវពលាតវាសិនអត់តន់ធ្វើអីទេអត់តន់អន្តរការអត់តន់អីទេទាំងអស់គ្នាត្រូវពលាតកន្សំសិនអញ្ចឹងអន្តរការពី0មក1ទាំង
ទាំងអស់គ្នាផ្លាតវាមកចឹង 3x គុណនឹង x បានទៅជា 3x ការ៉េ 3x គុណដក1បានដក 3x 1គុណ x បានទៅជាបូក x ហើយនឹងចុងក្រោយបានដក1ហើយ dx បាទបន្តមកយើងស៊ីសងទៀតយើងសង្កេតឃើញថាយើងអាចស៊ីសងទៅនេះបាននេះស៊ីសងអញ្ចឹងបើយើងស៊ីសងអានឹងបានយើងស៊ីសងវាសិនអត់តន់អាំងទីក្រាលទៀតដល់ពេលយើងអាំងទីក្រាលក៏បានដែរប៉ុន្តែបើយើងកុំតន់អាំងទីក្រាលវាខ្លីជាងអញ្ចឹងយើងសល់ 3x ការ៉េអានេះស៊ីសងទៅសល់ដក 2x ហើយនឹងដក1 dx អូខេអញ្ចឹងនេះគឺជាកន្សោមដែលយើងពលាតហើយនៅពេលដែលយើងពលាតហើយវាคล้ายទៅជាប្រមាណជាបូកដកកាលណាវាបូកដកអញ្ចឹងមានន័យថាទាំងអស់គ្នាអាចអាំងទីក្រាលបានងាយស្រួលណាអញ្ចឹងយើងនឹកឃើញនៅរូបមន្តរបស់យើងត្រូវប្រើអញ្ចឹងរូបមន្តរបស់យើងណាទៅរូបមន្តពេលហ្នឹងគឺមានតែ2ទី1គឺ x សេកគុណ n អញ្ចឹងអាំងទីក្រាល x សេកគុណ n dx គឺចេញបាន x ស្វ័យគុណ n បូក1ចែកជាមួយនឹង n បូក1បូកសេអានេះ1ត្រូវប្រើទី2គឺចំនួនថេអញ្ចឹងចំនួនថេហ្នឹងគឺអាំងទីក្រាលការ dx ហើយការស្មើ1ការស្មើ2ការស្មើប៉ុន្មានក៏បានដែរចំនួនថេចេញបានការ x បូកសេអញ្ចឹងរូបមន្តរបស់យើងត្រូវប្រើពេលហ្នឹងគឺមាន2នឹងឯងតោះអញ្ចឹងវាស្តៀងទៅនឹងអាំងទីក្រាលកដែរដោយសារតែ3ជាមេគុណអញ្ចឹងគេអត់ធ្វើអីទេគេអាំងទីក្រាលតែ x ការ៉េអញ្ចឹង x ការ៉េចេញបាន x ទីលើ3ហើយដូចគ្នាចំពោះ x គឺចេញបានទៅជា x ការ៉េលើ2ហេតុអីព្រោះ x សេកគុណ n តែ n យើងវា1កន្លែងហ្នឹងណាសេកគុណវា1អញ្ចឹងយើងប្រើ x សេកគុណ n ចំនួនថេx របស់យើងការស្មើ1អញ្ចឹងអាំងទីក្រាលការចេញបានការ x បើ1ចេញបាន 1x អញ្ចឹងមានន័យថាអាំងទីក្រាលហ្នឹងចេញបាន x ហើយកំណត់ពី0ទៅ1អញ្ចឹងយើងដាក់មកកំណត់ពី0មក1ហើយយើងអត់តន់ជួសទេយើងមើលថាមានអីសម្រួលបានយើងសម្រួលទៀតសិនបើអត់ទេចាំយើងជួសអញ្ចឹងគ្រូឃើញថា3នេះសម្រួលបាន2នេះសម្រួលបានអញ្ចឹងយើងនៅសល់តែ x គីបដកជាមួយនឹង x ការ៉េដកជាមួយ x ហើយកំណត់ពី0មក1ដូចគ្នាតមកទាំងអស់គ្នាចាប់ផ្ដើមធ្វើការជួសចូលឥឡូវនៅពេលដែលយើងជួសចូលពេលយក1ជួសកន្លែងណា x ដូរទៅលេខ1អញ្ចឹងខ្ញុំគិតលេខយកតែម្ដងទៅ1គីបគឺនៅតែ1ដក1ការ៉េក៏នៅតែ1ដក x នេះជួស1ចូលក៏នៅតែ1អញ្ចឹងអាហ្នឹងមកកណាត់មកដកឥឡូវខ្ញុំយក0ទៅជួសដល់ពេលយក0ទៅជួសគ្រប់តួណាគ្រប់តួគឺសុទ្ធតែ0អស់នេះជួសទៅចេញ0ទាំងអស់អញ្ចឹងមានន័យថាខ្ញុំដាក់ថា0ហ្មងទៅព្រោះជួសទៅវាចេញ0ដែរហើយយើងគិតលេខមកអាខាងមុខនេះកាលណា1ដក1 0អញ្ចឹងចម្លើយរបស់វាចុងក្រោយគឺស្មើទៅនឹងដក1អញ្ចឹងដក1នេះគឺជាចម្លើយចុងក្រោយនៃអាំងទីក្រាលខរបស់យើងនេះអូខេឥឡូវយើងមកមើលលំហាត់ចុងក្រោយអាំងទីក្រាលរបស់យើងពី1ទៅ4នៃកន្សោមប្រភេទនេះមួយខ្ញុំសង្កេតឃើញថាគ្នាយើងភាគច្រើនគឺធ្វើអត់បានហើយអ្នកដែលធ្វើបានច្រើនតែគិតលេខខុសទៅទៀតមែនតើលំហាត់នេះវាមើលទៅគ្នាយើងហាក់បីដូចជាស្មុគស្មាញប៉ុន្តែបើយើងយល់ពីលក្ខណៈរបស់ពភាគតែបន្តិចយើងនឹកឃើញដល់លក្ខណៈនេះលក្ខណៈរបស់ពភាគមិនគេថាបើ a បូកឬដក b ចែកជាមួយនឹង c ប្រភេទហ្នឹងគេផ្ដាច់បានថា a ចែក c បូកឬដក b ចែក c អញ្ចឹងប៉ះអាហ្នឹងអញ្ចឹងណាអញ្ចឹងមានន័យថាយើងមកសង្កេតមើលប្រភេទរបស់យើងនេះអានេះអាហ្នឹងដើរតួធ្វើដូចជា a ហើយចំណែក1នេះដើរតួធ្វើដូចជា b អញ្ចឹងនៅពេលណាដែលយើងផ្ដាច់ប្រភេទមកមានន័យថាទាំងអស់គ្នានឹងអនុវត្តតាមលក្ខណៈរបស់ប្រភេទហ្នឹងអញ្ចឹងអាំងតេក្រាលពី1ទៅ4កាលណាខ្ញុំផ្ដាច់ប្រភេទបានទៅជា 4x ឬ x ចែកជាមួយនឹង2ឬ x តែអញ្ចឹងហើយយើងបូកនេះណាបូកនេះបូក1ចែកជាមួយនឹង2ឬការ៉េ x ហើយបានទាំងអស់ហ្នឹង dx ដល់ពេលយើងផ្ដាច់អញ្ចឹងហើយយើងសង្កេតឃើញថាអាំងតេក្រាលរបស់យើងក្លាយទៅជាអាំងតេក្រាលមួយដែលងាយស្រួលវិញឥឡូវងាយមិនហើយយើងមើលមើល4នេះចែកមួយ2បាន
រឹស x នេះសម្បូរមួយរឹស x បានអញ្ចឹងចុងក្រោយយើងសល់តែ1ឯងបាទព្រោះយើងសម្បូរ4ទៅនេះសល់2ហើយរឹស x សម្បូរបាត់សល់ 2x ចំណែកអាខាងមុខវិញអាហ្នឹងដូចគ្នា1លើ2រឹស x នេះខ្ញុំអាចដាក់ថាស្មើទៅនឹង1លើ2គុណជាមួយ1លើរឹស x ក៏បានដែរហើយទាំងអស់ហ្នឹង dx ហើយយើងនឹកឃើញទៅរករូបមន្តយកមកប្រើមកវិញអញ្ចឹងរូបមន្តរបស់យើងមាន2ទី1គឺ x សេគុណ n បាទនេះខ្ញុំមិនបាច់និយាយទេខ្ញុំនិយាយកន្លងមកច្រើនហើយយើងនឹកឃើញដល់តែ1លើ x សេគុណ1លើរឹស x បានហើយអញ្ចឹងកាលណាអង្គការ1លើរឹស x dx ចេញបានអីដែរចេញបាន2រឹស x បូក c យើងប្រើហ្នឹងណាអញ្ចឹងកន្លែងហ្នឹងគឺទាំងអស់គ្នាចាប់ផ្ដើមនេះហ្នឹងណាអញ្ចឹងយើងនាំគ្នាប្រើហ្នឹងមកឥឡូវចេញបានអីចឹងអញ្ចឹងអន្តការពី1ទៅ4កាលណាយើងអន្តការហើយលែងដាក់ទៀតហើយអញ្ចឹង2គូទុកម្ដុំអន្តការ x ចេញ x ការ៉េលើ2ហើយ1លើ2នេះខ្ញុំទុកដដែលជាមេគុណដល់ហើយជាមួយ1លើរឹស x នេះគឺចេញបាន2រឹស x ទៀតហើយវាកំណត់ពីណាទៅណាយើងដាក់មកកំណត់ពី1ទៅ4អូខេតាអញ្ចឹងយើងកន្លែងណាសម្បូរបានសម្បូរកន្លែងណាអត់ទេយើងទុកវាដែរប៉ុន្តែខ្ញុំឃើញថា2សម្បូរបាន2នេះសម្បូរបានអញ្ចឹងយើងនៅសល់អីនៅសល់ x ការ៉េបូកជាមួយនឹងរឹសការ៉េ x តទៀតសល់អីតទៀតយើងចាប់ផ្ដើមយក4ជួសចូលកាលណាយក4ជួសចូលវាបានទៅជា4ការ៉េបូកជាមួយនឹងរឹសការ៉េ4ហើយដកយក1ជួសចូលបានទៅជា1ការ៉េបូកជាមួយនឹងរឹសការ៉េ1តាអញ្ចឹងយើងគិតលេខអញ្ចឹង4ការ៉េវា16រឹសការ៉េ4ចេញបាន2 1ការ៉េ1រឹសការ៉េ1 1ដែរអញ្ចឹងបានដក2អញ្ចឹងចម្លើយរបស់យើងចុងក្រោយគឺស្មើទៅនឹង16អញ្ចឹង16នេះជាចម្លើយនៃអន្តរាគោលរបស់យើងអញ្ចឹងអន្តរាគោលហ្នឹងគឺចំណុចពិសេសរបស់វាគឺនៅត្រង់ដែលយើងផ្ដាច់ពភាគទៅហើយយើងប្រើរូបមន្ត